បាទជំរាបសួរបងប្អូនបាទបងប្អូនឃើញក្បាលវីដេអូថាបីដែរបងប្អូនបាទអូសំឡូមជូបងប្អូនសំឡូមមកជូទៅពាំងជូនិងត្រួយលពៅផ្លែលពៅបងប្អូនម្ហូបនេះដំបូងឡើយខ្ញុំសោយគេបងប្អូនខ្ញុំទៅរស់នៅបៃចានមួយរយៈខ្ញុំសោយគេអ្នកស្រុកលិចថាណាគេស្លោមកជូត្រួយលពៅផ្លែលពៅឯស្រុកខ្ញុំអត់មានដើរស្លោទេគេសោយគេថាអូម្ហូបនេះឆ្ងាញ់ណាស់សាកល្មើដល់ពេលគាត់ស្លោឲ្យខ្ញុំហូបបងប្អូនឆ្ងាញ់បងប្អូនជាប់ជាតិណាស់ចូលចិត្តសម្លនេះណាខ្ញុំតាំងពីនៅបៃចាហ្នឹងហូបតឡនេះមកញ៉ាំrồiរៀនធ្វើខ្លួនឯងទាល់ចេះបងប្អូនបាទឥឡូវខ្ញុំសាកឆ្លម្ដងទៀតរំលឹកអនុស្សាវរីយ៍បងប្អូនអានេះមានដំណងមានលពៅបាទចិត្តចឹងមកបងប្អូនបាទត្រីខ្ញុំប្រើត្រីប្រា2ទូចទេបងប្អូនបាទយើងកាត់កង់ចឹងមកបងប្អូនឲ្យលពៅយើងកាត់កង់ចឹងដែរបាទនេះត្រួយលពៅឲ្យយើងលាងទឹកឲ្យស្អាតមកបងប្អូនដាក់ឲ្យស្រស់ទឹកមកម្ដុំមកដំណងឲ្យទៅពេញលើកទឹកឲ្យស្អាតបងប្អូនខ្លាច់ប្រៃបងប្អូនបាទត្រីនេះរៀបចំឲ្យស្រេចហើយបងប្អូននេះគ្រឿងក្រៅមានប្រហុកមានអំពិលបាទអំពិលទុំនិងដីក្លឹបក្រូចម្ទេសយើងខ្ទឹមសបាទមកអងមានបងតាមក្រោយបងប្អូនបាទនេះគ្រឿងក្រៅទុកមកសពយ៉ាងហើយក៏យើងដាក់ដាំទឹកចោលបងប្អូនម្ហូបនេះឆ្ងាញ់ណាស់បងប្អូនមុនធ្វើហូបម្ដងនឹងជាប់ចិត្តបាទម្ហូបស្រុកលិចចាំស្រុកលិចហើយម្ហូបនេះនៅខាងខ្ញុំយើងមិនសូវទេបងប្អូនបាទដាក់ប្រហុកជ្រុំចឹងមកបងប្អូនអំពិលដាក់ទឹកក្តៅចឹងមកបាទគ្រឿងក្រៅដេញលក្រួយmìnhចាក់ចូលចឹងមកបងប្អូនបាទយើងជ្រុំអំពិលហើយយើងដាក់គ្រឿងក្រៅបងប្អូនប្រហុកឲ្យហើយហ្នឹងបាទដាក់គ្រឿងក្រៅភ្លុកល្មមឲ្យពុះឲ្យស្រង់ជ័យស្អាតបងប្អូនចាំដាក់ទំពាំងជូររបស់យើងបាទមកជូរឈប់ដាក់ទាំងអស់បងប្អូនឡើយជូរព្រោះទំពាំងនេះយើងជូរដែរបាទដាក់បើចូលមកបាទហើយក៏ដាក់ត្រីបងប្អូនបាទដាក់ត្រីរួចហើយយើងដាក់បន្លែបើហើយជន់នឹងត្រួយលពៅតាមក្រោយបងប្អូនហូបនេះគាត់ចេញមកនេះនឹងតំណងបាត់ហើយបងប្អូនឃើញទេបាទមកទេហឹលទៀតត្រូវណាស់បងប្អូនមកឲ្យដាក់នងត្រយបងមកពុះហើយកុំឲ្យវាឆ្អិនបងបាទបោកមករួចជាការស្រោចឲ្យភ្លក់ល្មមមកបងប្អូននេះតំណងណាស់បងប្អូនហើយបានហូបថែជាក់វិញរិតឆ្ងាញ់បងប្អូនទេហឹលមកបាទឆ្ងាញ់ណាស់បងប្អូនសាកធ្វើហូបតាមខ្ញុំម្ដងបងប្អូនខាងស្រុកខ្ញុំហ្នឹងមិនសូវស្គាល់ទេម្ហូបនេះបាទដួសដាក់ចានមកបងប្អូនភ្លក់សាកលមើលជាតិណាបងប្អូនហើយនឹងដើរជាមួយត្រីនឹងទៀតបងប្អូនណាតំណងណាស់បងប្អូនបាទអូបងមកអមឈ្ងុយទៀតបាទសូមអញ្ជើញចូលរួមជាមួយខ្ញុំបងប្អូន